បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទជាពិសេសពុកម៉ែបងប្អូនយើងដែលស្រឡាញ់នឹងវិស័យកសិកម្មបាទដាំដុះចិញ្ចឹមសត្វបាទដាំដំណាំបន្លែផ្លែឈើផ្សេងបាទហើយសុខទុក្ខយ៉ាងណាដែរមួយរយៈនេះបាទហើយខ្ញុំខកខានធ្វើវីដេអូយូរហើយអញ្ចឹងមានពុកម៉ែបងប្អូនយើងមួយរយៈនេះឃើញការទស្សនាវីដេអូរបស់ខ្ញុំច្រើនហើយ comment មកខ្ញុំក៏ច្រើនដែរបាទហើយខ្លះក៏បានឆ្លើយតបអ្នកខ្លះក៏ខ្ញុំមិនបានឆ្លើយតបនៅក្នុង comment ដោយសារតែមានការរវល់មមាញឹកបាទហើយក៏ខកខានធ្វើវីដេអូយូរដែរហើយដោយសារតែមានបញ្ហាប្រទេសយើងបាទមានចំនួនព្រំដែនជាមួយប្រទេសថៃបាទធ្វើឲ្យខ្ញុំផ្អាកការដាំដុះបាទមិនផ្អាកទាំងស្រុងទេពុកម៉ែបងប្អូនបាទគ្រាន់តែកាត់បន្ថយដោយសារតែខ្ញុំរស់នៅជាប់បណ្ដោយព្រំដែនមានផលប៉ះពាល់ខ្លះដែរហើយការប៉ះពាល់នោះគឺការដាំដុះបាទហើយក៏ដូចជាតម្លៃបាទឡើងចុះមានន័យថាឡើងខ្ពស់ហើយបើសិនជាចុះក៏ចុះទាបបាទមួយរយៈនេះគឺសល់ពូជខ្ទឹមក៏ច្រើនបាទអញ្ចឹងពុកម៉ែបងប្អូនយើងអ្នកដាំខ្ទឹមដឹងហើយបាទនៅបណ្ដោយព្រំដែនក៏គាត់សល់ច្រើនដូចគ្នាបាទហើយថ្ងៃនេះដែរបាទពុកម៉ែបងប្អូនឃើញហើយពូជខ្ទឹមរបស់ខ្ញុំបាទដកទុកយូរដែរហើយពុកម៉ែបងប្អូនបាទយូរមែនទែនល្មមដាំហើយអញ្ចឹងថ្ងៃនេះដែរបាទពុកម៉ែបងប្អូនដែលជាអ្នកតាមដានទស្សនាវីដេអូរបស់ខ្ញុំជាប់លាប់បាទហើយមើលវីដេអូរបស់ខ្ញុំដល់ចប់បាទខ្ញុំនឹងមានកាដូជូនបាទខ្ញុំនឹងចែកពូជខ្ទឹមដោយ free 25 ខេត្តក្រុងតែម្ដងបាទអញ្ចឹងទាំងថ្លៃសេវាផ្ញើបាទទាំងពូជខ្ទឹមគឺខ្ញុំចេញឲ្យទាំងអស់បាទអញ្ចឹងបងប្អូនដែលចូលចិត្តវីដេអូរបស់ខ្ញុំបាទកុំភ្លេចបាទទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់បាទនឹងពុកម៉ែបងប្អូនអាចទទួលបានពូជខ្ទឹមពីខ្ញុំហើយមួយទៀតខ្ញុំមានពូជស្មៅសម្រាប់ចិញ្ចឹមគោបាទពូជស្មៅដាំយកដើមឲ្យគោស៊ីពុកម៉ែបងប្អូនបាទដោយពុកម៉ែបងប្អូនបានឃើញទស្សនានេះជារូបខ្ញុំកាលខ្ញុំដាំលើកមុនបាទហើយតាំងពីឆ្នាំ2015មកបាទរូបស្មៅបាទស្មៅនេះឯងដែលខ្ញុំចង់ចែកពូជដល់ពុកម៉ែបងប្អូន free 25 ខេត្តក្រុងដូចគ្នាដូចពូជខ្ទឹមដែរបាទអញ្ចឹងពុកម៉ែបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំហើយបាទហើយរហូតដល់ចប់ទៅនោះពុកម៉ែបងប្អូនចង់បានពូជខ្ទឹមឬក៏ពូជក្របស្មៅគោបាទនឹងបើសិនជាពុកម៉ែចាប់អារម្មណ៍ពុកម៉ែបងប្អូនយើងចាប់អារម្មណ៍បាទខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនអត់គិតលុយទេទាំងថ្លៃសេវាផ្ញើក៏ខ្ញុំជាអ្នកចេញឲ្យដែរបាទអញ្ចឹងចង់ដឹងថាធ្វើយ៉ាងណាទៅពុកម៉ែបងប្អូនទទួលបានពូជខ្ទឹមក៏ដូចជាស្មៅគោអញ្ចឹងពុកម៉ែបងប្អូនទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ទៅនោះពុកម៉ែបងប្អូនបាទសូមអធិស្ឋានជាប់មាត់នោះពុកម៉ែបងប្អូននឹងយល់ពីរបៀបនៃការទទួលគ្រាប់ពូជពីខ្ញុំ free តែម្ដងបាទដោយសារតែរដូវនេះខ្ញុំសល់ពូជខ្ទឹមជាច្រើនបាទដោយសារតែប្រហែលឆ្នាំដើមឆ្នាំជាប់មាត់តិចដើមឆ្នាំនេះគឺសល់ពូជខ្ទឹមច្រើនហើយតម្លៃពូជខ្ទឹមវាធ្លាក់ចុះផងបាទអញ្ចឹងស្លឹកខ្ទឹមក៏ធ្លាក់អញ្ចឹងឲ្យធ្វើឲ្យខ្ញុំទុកពូជសល់ច្រើនអញ្ចឹងថ្ងៃនេះយើងមកចែកចម្លែកបាទពុកម៉ែបងប្អូនដែលជា fan ទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ដែលចូលចិត្តcomment នៅក្នុងវីដេអូរបស់រាល់វីដេអូរបស់ខ្ញុំដែលខ្ញុំផុសនៅលើ channel របស់ខ្ញុំបាទប៉ុន្តែពុកម៉ែបងប្អូនកុំភ្លេចជួយចុច subscribe បាទចុចពាក្យថាជាវ subscribe ឬក៏ជាវបាទហើយចុចសញ្ញាកណ្ដឹងបាទដែលពុកម៉ែបងប្អូនចុចទៅនឹងពេលដែលខ្ញុំផុសវីដេអូថ្មីឬក៏មានអ្វីដែលចង់ចែកពុកម៉ែបងប្អូនបាទនោះពុកម៉ែបងប្អូននឹងទទួលបានវីដេអូភ្លាមតែម្ដងបាទអ
ចឹងនៅក្នុងឆ្នាំ2026នេះបាទឥឡូវឱកាសចូលឆ្នាំចិនក៏ជិតមកដល់បាទហើយថ្ងៃ14កុម្ភៈបាទនៅថ្ងៃស្អែកបាទអញ្ចឹងហើយខ្ញុំក៏14កុម្ភៈមានន័យថាទិវានៃសេចក្តីស្រឡាញ់អញ្ចឹងហើយខ្ញុំក៏មានការស្រឡាញ់រាប់អានពុកម៉ែបងប្អូនយើងដែលជាអ្នកស្រឡាញ់នឹងការដាំដុះបាទចែកម្លែកបទពិសោធន៍គ្នាទៅវិញទៅមកបាទហើយពុកម៉ែបងប្អូនដែលជាអ្នកចូលចិត្តនឹងតាមដានទស្សនាវីដេអូរបស់ខ្ញុំផងបាទហើយកុំភ្លេចពុកម៉ែបងប្អូនជួយ share បាទ share វីដេអូរបស់ខ្ញុំឲ្យបានទៅដល់ពុកម៉ែបងប្អូនយើងផ្សេងនឹងបានទទួលវីដេអូរបស់ខ្ញុំហើយនឹងទទួលបានគ្រាប់ពូជ free ពីខាងខ្ញុំតែម្ដងបាទអញ្ចឹងខ្ញុំអាចនឹងផ្ញើជូនពុកម៉ែបងប្អូន25ខេត្តក្រុងបាទខ្ញុំជាអ្នកចេញថ្លៃសេវាទាំងអស់បាទអញ្ចឹងឆ្នាំនេះខ្ញុំក៏ចាប់ផ្ដើមដាំដុះវិញហើយឆ្នាំនេះចាប់ផ្ដើមដាំខ្ទឹមគុយទាវបាទដាំស្ពៃជ្រក់បាទមានដាំដំឡូងជ្វាបាទដំឡូងជ្វាទៀតណាពុកម៉ែបងប្អូនបាទហើយខ្ញុំនឹងធ្វើវីដេអូមួយវគ្គហើយចាប់ពីឥឡូវទៅបើសិនជាប្រទេសយើងមិនមានបញ្ហាទេនោះខ្ញុំនឹងដាំដុះបន្តហើយក៏បានផលិតវីដេអូចែកម្លែកបទពិសោធន៍ចែកម្លែកនៃការបច្ចេកទេសនៃការដាំដុះចែកម្លែកនៅការបទពិសោធន៍នៃការប្រើប្រាស់ជីថ្នាំផ្សេងទៅដល់ពុកម៉ែបងប្អូនបាទឥឡូវបច្ចុប្បន្ននេះនៅក្នុងខែ2បាទក្នុងខែ2គឺខ្ញុំចុះដាំស្ពៃជ្រក់នេះមុនគេបាទច្រើនបាទអញ្ចឹងហើយអញ្ចឹងខ្ញុំក៏បានធ្វើវីដេអូមុនរួចហើយពីរបៀបដាំស្ពៃជ្រក់នេះបាទមានច្រើនវីដេអូដែរអញ្ចឹងពុកម៉ែបងប្អូនដែលមិនទាន់បានទស្សនាក៏អាចចូលទៅមើលវីដេអូចាស់ៗរបស់ខ្ញុំហើយក៏មានចម្ងល់អ្វីផ្សេងពុកម៉ែបងប្អូនអាច comment បាទហើយខ្ញុំនឹងមានឱកាសមើលឃើញ comment និងឆ្លើយតបពុកម៉ែបងប្អូនបាទឃើញថាមួយរយៈនេះឃើញchannel របស់ខ្ញុំមានពុកម៉ែបងប្អូនចូល comment និងចូលទស្សនាច្រើនដែរដោយសារតែខ្ញុំមិនបានផុសវីដេអូទេប៉ុន្តែឃើញពុកម៉ែបងប្អូនចូលទៅ comment វីដេអូចាស់ៗរបស់ខ្ញុំក៏ច្រើនហើយក៏សូមឲ្យខ្ញុំចេញវីដេអូថ្មីបន្តទៀតបាទដើម្បីចែកម្លែកបទពិសោធន៍គ្នាទៅវិញទៅមកបាទហើយខ្ញុំក៏ទទួលយកបើសិនជាពុកម៉ែបងប្អូនយើងដែលមានបទពិសោធន៍ល្អអាចចែកម្លែកដល់ខ្ញុំផងបាទហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបបាញ់ឃុំគ្រាប់ស្មៅនៅលើដំណាំស្ពៃជ្រក់នៅលើដំណាំខ្ទឹមបាទអញ្ចឹងខ្ទឹមនិងស្ពៃជ្រក់នេះយើងប្រើថ្នាំតែមួយទេបាទហើយខ្ញុំនឹងចែកម្លែកពីការបាញ់ថ្នាំសម្រាប់ស្មៅដែលដុះនៅក្នុងខ្ទឹមបាទនឹងមានវីដេអូក្រោយទៀតពុកម៉ែបងប្អូនអញ្ចឹងវីដេអូនេះយើងមកទស្សនាលេងហើយនឹងមើលកំសាន្តលេងហើយនឹងcomment ចូលទទួលរង្វាន់បាទទទួលរង្វាន់នៃការចែកគ្រាប់ពូជពីខ្ញុំបាទហើយនៅថ្ងៃ14កុម្ភៈទិវានៃក្តីស្រឡាញ់បាទខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាស្រឡាញ់ friend ស្រឡាញ់កសិករស្រឡាញ់នៅអ្នកការដាំដុះចិញ្ចឹមសត្វបាទដាំដំណាំចិញ្ចឹមសត្វផ្សេងបាទអញ្ចឹងហើយខ្ញុំនឹងចែកគ្រាប់ពូជស្មៅគោទៅដល់ពុកម៉ែបងប្អូនដែលនិយមចិញ្ចឹមគោចូលចិត្តចិញ្ចឹមសត្វបាទហើយពុកម៉ែបងប្អូនចង់ដាំដុះបន្លែខ្ញុំនឹងចែកគ្រាប់ពូជខ្ទឹមទៅឲ្យពុកម៉ែបងប្អូនដែលជាអ្នកចង់ដាំដុះពូជខ្ទឹមបាទដាំខ្ទឹមស្លឹកបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់បានទទួលគ្រាប់ពូជស្មៅគោក៏ដូចជាគ្រាប់ពូជខ្ទឹមបាទពុកម៉ែបងប្អូនអាច
subscribe នៅ channel របស់ខ្ញុំ subscribe គឺជាវពុកម៉ែបងប្អូនខ្លះស្គាល់ពាក្យជាវចុចលើជាវទៅហើយនឹងមានលោតសញ្ញាកណ្ដឹងពុកម៉ែបងប្អូនគ្រាន់តែចុចសញ្ញាកណ្ដឹងទៅដើម្បីពុកម៉ែបងប្អូនយើងទទួលបានវីដេអូថ្មីក៏អ្វីដែលខ្ញុំចែកម្លែកបាទឬក៏ខ្ញុំមានពេលខ្លះទៅខ្ញុំមានក្របពូជដែលសេះសល់ច្រើនខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនដែរបាទអញ្ចឹងពុកម៉ែបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំប្រហែលជាចាប់ពីពេលឥឡូវទៅមិនអត់ប្រយោជន៍ទេបាទពេលខ្លះទៅខ្ញុំសល់ក្របពូជអីផ្សេងបាទខ្ញុំនឹងផ្ញើជូនពុកម៉ែបងប្អូនយើងដែលមិនមាននៅតំបន់ពុកម៉ែបងប្អូនមិនមានលក់បាទមិនមានលក់ឬក៏ក្របពូជដែលពិបាករកបាទដូចជាក្របពូជស្មៅគោដែលខ្ញុំដាំនេះគឺជាប្រភេទពូជមួយដែលมันមានទេនៅក្នុងស្រុកខ្មែរយើងបាទអញ្ចឹងក្របពូជនេះគឺខ្ញុំដាំផលិតយកទៅលក់នៅប្រទេសកូរ៉េទេបាទអញ្ចឹងគេមានគេហៅថា brand name គេយើងមិនអាចយកទៅបង្ហាញប្រទេសផ្ដាស់ទេខ្ញុំមិនបានបង្ហាញនៅក្នុងវីដេអូនេះទេអញ្ចឹងពុកម៉ែបងប្អូនចាំបានខ្ញុំនឹងផ្ញើពុកម៉ែបងប្អូនបានឃើញរូបដើមដងរបស់វាហើយនៅដើមវីដេអូមុនបាទហើយពូជខ្ទឹមរបស់ខ្ញុំវារៀងល្មមដាំហើយបើសិនជាទុកយូរអត់បានទេបើសិនជាពុកម៉ែបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំហើយអាចចែកម្លែកវីដេអូរបស់ខ្ញុំទៅឲ្យពុកម៉ែបងប្អូនកសិករយើងផ្សេងដែលគាត់តែចាប់អារម្មណ៍បាទគាត់ទទួលបានទស្សនាវីដេអូរបស់ខ្ញុំហើយគាត់ទទួលបាននៅក្របពូជពីខាងខ្ញុំផងបាទអញ្ចឹងលក្ខខណ្ឌទី1បាទពុកម៉ែបងប្អូនអាចចុចចុចពាក្យថាជាវឬក៏ subscribe អាចចុចសញ្ញាកណ្ដឹងហើយពុកម៉ែបងប្អូនចូលទៅ comment នៅក្នុងវីដេអូរបស់ខ្ញុំបាទចូលទៅ comment ថាពុកម៉ែបងប្អូនចង់បានក្របពូជស្មៅគោបាទពុកម៉ែបងប្អូនគាត់តែសរសេរអញ្ចឹងហើយរៀបរាប់ពីចំណូលចិត្តពុកម៉ែបងប្អូនខ្លះនៅក្នុងនោះទៅនៅក្នុង comment នោះទៅហើយពុកម៉ែបងប្អូនអាចទំនាក់ទំនងបាទនៅលេខទូរស័ព្ទរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងដាក់លេខទូរស័ព្ទហើយនឹង Facebook របស់ខ្ញុំពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទក៏បានតាម Telegram ក៏បានលេខដែលខ្ញុំដាក់ទៅគឺជាលេខ Telegram របស់ខ្ញុំហើយខ្ញុំនឹងសរសេរឈ្មោះ Facebook របស់ខ្ញុំនៅវីដេអូនេះដែរហើយពុកម៉ែបងប្អូនឃើញពុកម៉ែបងប្អូនអាច follow ទៅ Facebook របស់ខ្ញុំទៅ add friend ពិបាកណាស់ដោយសារតែខ្ញុំមិនអាចទទួល friend បានច្រើនទេ Facebook ខ្ញុំពេញអស់ហើយអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែ follow ទៅបានហើយបាទនឹងឃើញខ្ញុំអាចឆាតមករកខ្ញុំបានបាទតំណែងតាម Facebook ក៏បានតាម Telegram ក៏បានពុកម៉ែបងប្អូនអាចទូរស័ព្ទក៏បានបាទបើសិនជាពុកម៉ែបងប្អូនមិនហ៊ានទៅសេនៅក្នុង comment ទីតាំងនិងលេខទូរស័ព្ទទេពុកម៉ែបងប្អូនអាចតាក់ទងតាម Telegram តាម Facebook តាមលេខទូរស័ព្ទបានណាអញ្ចឹង25ខេត្តក្រុងបាទខ្ញុំនឹងផ្ញើក្របពូជទៅឲ្យដល់ដៃពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនមិនខ្ញុំមិនមានយកលុយយកកាក់ពីពុកម៉ែបងប្អូនទេពូជខ្ទឹមបច្ចុប្បន្នក៏រៀងធ្លាក់ថ្លៃដែរពុកម៉ែបងប្អូនបាទតម្លៃនៅតំបន់ខ្ញុំនេះប្រហែលជា1គីឡូ5000ទៅ6000ទេបាទអញ្ចឹងពូជខ្ទឹមដូចប្រភេទរបស់ខ្ញុំនេះអាចឡើងដល់6 7000ដោយសារតែវាល្មមដាំវាអាយុកាលវាល្មមដាំហើយវារៀងស្វិតអញ្ចឹងហើយគីឡូវារៀងស្រាលបាទអញ្ចឹងខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនម្នាក់បាន3គីឡូសម្រាប់ពុកម៉ែបងប្អូនយើងអ្នកថ្មីចង់ដាំដុះតិចតួចសាកល្បងបាទខ្ញុំនឹងផ្ញើជូន3គីឡូបាទ3គីឡូគ្រាប់ពូជខ្ទឹមរីឯគ្រាប់ស្មៅគោខ្ញុំនឹងផ្ញើជូនពុកម៉ែបងប្អូន1គីឡូបាទ1គីឡូអញ្ចឹង1គីឡូពុកម៉ែបងប្អូនអាចដាំបានផ្ទៃដីប្រហែលជា1 រ៉ៃដែរស្មៅគោហ្នឹងបាទ
ចឹងក្របពូជស្មៅនេះមានតម្លៃថ្លៃពុកម៉ែបងប្អូនអាច1គីឡូជិត$15បាទអញ្ចឹងបើពុកម៉ែបងប្អូនចង់បានបាទពុកម៉ែបងប្អូនគ្រាន់តែចូលទៅshare វីដេអូ share channel របស់ខ្ញុំទៅក៏បានហើយក៏ចុច subscribe ហើយក៏ comment ចូលទៅ comment នៅក្នុងនឹងពុកម៉ែបងប្អូនចង់បានអីហើយចំណាប់អារម្មណ៍ពុកម៉ែបងប្អូនចង់បានអីទៅបាទបាទសូមអធិស្ឋានហើយពុកម៉ែបងប្អូនអាចទៅអ្នកតំណងខ្ញុំទៅតាម Telegram ទៅតាម Facebook តាមទូរស័ព្ទក៏បានបាទខ្ញុំនឹងផ្ញើជូនពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនកុំភ្លេច share វីដេអូរបស់ខ្ញុំទៅឲ្យពុកម៉ែបងប្អូនយើងផ្សេងបានឃើញបានស្គាល់រាប់អានគ្នាបាទបុណ្យនៃក្តីបុណ្យនៃសេចក្តីស្រឡាញ់នៅខាងមុខនេះខ្ញុំនឹងចែកក្របពូជដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលជាអ្នកស្រឡាញ់នៃការដាំដុះបាទហើយវីដេអូនេះក៏មិនមានអីចែកម្លែកទេមានតែក្របពូជស្មៅគោនិងក្របពូជខ្ទឹមបាទក្របពូជខ្ទឹមមើមខ្ទឹមបាទមើមខ្ទឹមសម្រាប់ដាំមើមខ្ទឹមគុយទាវពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងពីរបៀបនៃការដាំដុះពុកម៉ែបងប្អូនអាចមើលនៅក្នុង channel របស់ខ្ញុំបានធ្វើវីដេអូច្រើនពាក់ព័ន្ធទៅនឹងខ្ទឹមគុយទាវហើយក៏មានអ្នកចាប់អារម្មណ៍នឹងខ្ទឹមគុយទាវនេះច្រើនជាងគេបាទវីដេអូរបស់ខ្ញុំឃើញពុកម៉ែបងប្អូនសួរ comment សួរតាពីខ្ទឹមគុយទាវទេហើយមានបងប្អូនខ្លះគាត់សួររឿងស្មៅគោខ្លះដែរបាទហើយខ្ញុំនឹងចែកជូនឪពុកម៉ែបងប្អូនដោយក្តីស្រឡាញ់ហើយនឹងសូមអរគុណពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលជាអ្នកចូលចិត្តមើល channel របស់ខ្ញុំថ្ងៃនេះហាក់ដូចជានិយាយលេងច្រើនហើយក៏វែងដែរដោយសារតែបច្ចុប្បន្នគឺមានអារម្មណ៍ល្អបន្តិចវិញកាលប្រហែលខែមុនអារម្មណ៍អត់ល្អទេបងប្អូនបាទដោយសារតែព្រំដែនយើងមានចំនួនជាមួយប្រទេសថៃហើយថៃក៏ចូលឈ្លានពានប្រទេសកម្ពុជាយើងបាទអារម្មណ៍ពេលនោះគឺអត់ល្អអញ្ចឹងហើយការផលិតវីដេអូក៏មិនបានផលិតហើយការដាំដុះក៏ថយសេដ្ឋកិច្ចមករយៈនេះក៏ធ្លាក់ចុះដែរពុកម៉ែបងប្អូនបាទអញ្ចឹងមិនមែនតែខ្ញុំទេអ្នកជាប់ព្រំដែនទាំងអស់គឺប្រហាក់ប្រហែលនឹងគ្នាបាទគឺមិនសប្បាយចិត្តដោយសារតែការដាំដុះមានការអាក់ខានខ្លះហើយដាំទៅមានការប្រមូលផលទៅមានបញ្ហាអត់មានទីផ្សារដែរបាទដោយសារតែនៅតំបន់យើងនេះគឺលក់ចេញទៅតាមបណ្ដោយព្រំដែនដូចគ្នាអញ្ចឹងហើយដល់តែប្រជាជនបាទផ្អើលភាសឹកបដូរទីតាំងទៅធ្វើឲ្យយើងពិបាកនឹងលក់បាទបាត់ទីផ្សារបាត់មួយអស់បាទបាត់មួយអ្នកទិញបន្លែទិញអីហ្នឹងបាត់ច្រើនអញ្ចឹងហើយធ្វើឲ្យការដាំដុះរបស់យើងហ្នឹងពិបាកប្រមូលផលមករកកន្លែងលក់ពិបាកហើយប៉ុន្តែមួយរយៈនេះក៏បានសល់របស់របរសល់បន្លែបកាក៏បានយើងយកទៅជូនបងកងទ័ពវិរៈកងទ័ពយើងនៅជួរមុខដែរបាទចាវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបាទសូមផ្ដាំពុកម៉ែបងប្អូនចុងក្រោយកុំភ្លេច share វីដេអូទៅដល់ពុកម៉ែបងប្អូនយើងឲ្យបានឃើញផងបាទហើយខ្ញុំនឹងចែកក្របពូជខ្ទឹមនិងក្របពូជស្មៅដែលស្មៅគោដែលជាពូជរបស់ប្រទេសកូរ៉េបាទអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេសូមអរគុណនិងជម្រាបលាពុកម៉ែបងប្អូនយើងទាំងអស់គ្នា